សួស្តីទាំងអស់គ្នាពូនិនមកដល់ទៀតហើយឥឡូវនេះមកជួបពូនិនវីដេអូវគ្គ3ឥឡូវពូនិនធ្វើដំណើរទៅផ្ទះវិញហើយទៅផ្ទះបងស្រីទៅហើយពូក្មួយឆាច់ទាំងស្អីគេទេពូក្មួយមួយលីចប់ជីកមួយលីចប់ទៅហើយមួយប្រុសនោះដល់ដើរដោះអាវតស៊ូដើម្បីចង់បានក្តាមនឹងស្អីទេឥឡូវមកដល់ហើយចាក់ទឹកប្រើហើយម្ចាស់ទៀតអត់នៅចាំកាលទៀតម្ចាស់ផ្ទះគេធ្វើការអស់ហើយរៀងខ្លួនអស់ហើយឥឡូវនេះក្តាមមកដល់ហើយពងលៀងមួយអ្នកចាក់ទឹកមួយអ្នកត្រឹសក្តាមទៅហើយក្តាមធម្មជាតិអត់ចិនធម្មជាតិអត់មានជាតិគីមីទេនៅស្រុកនេះគេអត់ធ្វើស្រែប្រាំងអញ្ចឹងហើយក្តាមគឺក្តាមធម្មជាតិពិតមកអត់ខ្លាញ់ខ្លាយទេគាត់តែមើលទៅដឹងថាជាតិដែរអត់ចិត្តឥឡូវពូនិនធ្វើដំណើរមកទីកន្លែងវិញហើយពូជីរែកមកហើយចិត្តហើយចិត្តមកដល់ហើយទៅហើយឥឡូវដល់ទីហើយឥឡូវគិតធ្វើអីចេះឥឡូវគិតថាធ្វើក្តាមប្រៃមកកន្លហើយសອບបានធ្វើធ្វើញោមរាល់ដងខ្ញុំធ្លាប់ហូបភ្លាឥឡូវដូររសជាតិម្ដងធ្វើញោមក្តាមម្ដងញោមក្តាមមានអីទេវិធីងាយទី1ខ្ញុំដាំទឹកប្រហុកហើយលីគ្រឿងស្ករប៊ីចេងអីចឹងទៅមានតែដាច់ដីក្រូចឆ្មាហើយជីគ្រប់មុខយើងពេញចិត្តជីអីដាក់ជីហ្នឹងទៅដល់ចិត្តហើយឥឡូវខ្ញុំចាប់តាមដាក់ជីក្លុកហើយដល់ចិត្តជីមានទី1យើងកវឹកវាឲ្យសពកវឹកសព្រា2ឆាច់បើចង់សាធ្វើញោមក្តាមដូចខ្ញុំធ្វើបានដល់ចិត្តសាធ្វើដូចខ្ញុំដឹងថាជាតិយ៉ាជាតិអាយ៉ាអូឆ្ងាញ់ចិត្តមកកូនចានដែរចំណាប់ចិត្តចាំមើលខ្ញុំហូបអត់ចាំមើលចាំទស្សនាទាំងអស់គ្នាជាតិអត់អូនេះអូជាតិឆ្ងាញ់ណាស់គួរដាក់មកជាតិមកចានទី2ហើយបាយដាក់ហត់ហើយចាំកាលទៀតអូជាតិចូលចានទី3ហើយអស់ចានទៀតហើយនេះរៀងស្រស់មាត់ត្រូវមាត់ញោមក្តាមតែធ្វើទេដល់ចិត្តលើកទី1ញោមក្តាមធ្លាប់តែភ្លាអញ្ចឹងនឹកឃើញថាសាកញោមម្ដងមើលឆ្ងាញ់អត់ឆ្ងាញ់មែនអូខនច្បកឡើងមកកូនកតោហើយច្បកជាតិអូចាប់ដើមហើយជីតឥឡូវចានទី4ហើយដល់ចិត្តជាតិហ្មងអូប្រចាំដៃបាត់ហើយដល់ចិត្តចប់ហើយប្រពន្ធដាក់ឲ្យនេះបើហើយទៅលើកចានលើកអីថ្នាក់លីងបាត់វីដេអូខ្ញុំមានតែប៉ុណ្្នឹងទេបាយសូមអរគុណ